កាត់មកតបាយមានឈ្មោះអាសម្រែតើលេងមកករឿងធ្វើបាត់តែចិត្តម៉ែព្រោះតែខ្ញុំចិត្តសឿងកាត់លើដីស្រែលាជាមួយនឹងសង្គមខូខលនឹងដំស្លែខ្ញុំតូចចិត្តជាមួយនឹងព្រំលិខិតចាមកតឡត់តលិនក្បាលប្រែទៅជាក្តិតធ្វើឲ្យខ្ញុំវងវែងនៅមិនស្ងមិនអស់ចិត្តហេតុអ្វីខ្ញុំកើតមកបកគង់តែទៅភពនឹងមិត្តម៉ែចាំមកផ្ទះគុណម៉ែចាំខ្ញុំមានអាឡ័យលវលពួកម៉ាត់3 4 5នាំគ្នាបង្ហុយផ្សែងដើម្បីឲ្យមានកម្លាំងរាល់យប់ទល់ភ្លឺរហូតដល់ម៉ោង5ចាំមិនភ្លេចខ្ញុំមិនដឹងធ្វើល្មិចខំប្រឹងណាស់ដែរតែនៅតែកព្រិចធ្វើចិត្តឲ្យសប្បាយតែទឹកភ្នែកជ្រេចជ្រេចតែខ្លួនបានសម្រេចគេមិនជឿគេថាល្បិចអ្នកខ្លះគេសើចគេថាខ្ញុំអាយុខើចវាមិនដែលម៉ែអ្នកណាខ្លាំងដល់មិនលឹងឡើយគេថាខ្ញុំប៉ិនបោកខ្ញុំប៉ិនចាក់បដោយអ្នកមិនស្គាល់ជីវិតខ្ញុំមិនយល់អារម្មណ៍ខ្ញុំឡើយតែវាជារឿងធម្មតាសង្គមឆ្កែនឹងឆ្មាកាត់មកមានគ្រោះណាស់យមរាជបានចាខ្ញុំក៏មិនចង់ដែរតែបិសាចអូខ្មាស់ធ្វើឲ្យខ្ញុំឈឺពង្វិញនឹងពុកងឹតតណ្ហាឆានរੂខ្ញុំងើឃើញកាត់មកតបាយមានឈ្មោះអាសម្រែតើលេងមកករឿងធ្វើបាត់តែចិត្តម៉ែព្រោះតែខ្ញុំចិត្តសឿងកាត់លើដីស្រែលាជាមួយនឹងសង្គមខូខលនឹងដំស្លែខ្ញុំតូចចិត្តជាមួយនឹងព្រំលិខិតចាមកតឡត់តលិនក្បាលប្រែទៅជាក្តិតធ្វើឲ្យខ្ញុំវងវែងនៅមិនស្ងមិនអស់ចិត្តហេតុអ្វីខ្ញុំកើតមកបកគង់តែទៅភពនឹងមិត្តម៉ែចាំមកផ្ទះគុណម៉ែចាំខ្ញុំមានអាឡ័យលវលពួកម៉ាត់3 4 5នាំគ្នាបង្ហុយផ្សែងដើម្បីឲ្យមានកម្លាំងរាល់យប់ទល់ភ្លឺរហូតដល់ម៉ោង5ចាំមិនភ្លេចខ្ញុំមិនដឹងធ្វើល្មិចខំប្រឹងណាស់ដែរតែនៅតែកព្រិចធ្វើចិត្តឲ្យសប្បាយតែទឹកភ្នែកជ្រេចជ្រេចតែខ្លួនបានសម្រេចគេមិនជឿគេថាល្បិចអ្នកខ្លះគេសើចគេថាខ្ញុំអាយុខើចវាមិនដែលម៉ែអ្នកណាខ្លាំងដល់មិនលឹងឡើយគេថាខ្ញុំប៉ិនបោកខ្ញុំប៉ិនចាក់បដោយអ្នកមិនស្គាល់ជីវិតខ្ញុំមិនយល់អារម្មណ៍ខ្ញុំឡើយតែវាជារឿងធម្មតាសង្គមឆ្កែនឹងឆ្មាកាត់មកមានគ្រោះណាស់យមរាជបានចាខ្ញុំក៏មិនចង់ដែរតែបិសាចអូខ្មាស់ធ្វើឲ្យខ្ញុំឈឺពង្វិញនឹងពុកងឹតតណ្ហាឆានរੂខ្ញុំងើឃើញកាត់មកតបាយមានឈ្មោះអាសម្រែតើលេងមកករឿងធ្វើបាត់តែចិត្តម៉ែព្រោះតែខ្ញុំចិត្តសឿងកាត់លើដីស្រែលាជាមួយនឹងសង្គមខូខលនឹងដំស្លែខ្ញុំតូចចិត្តជាមួយនឹងព្រំលិខិតចាមកតឡត់តលិនក្បាលប្រែទៅជាក្តិតធ្វើឲ្យខ្ញុំវងវែងនៅមិនស្ងមិនអស់ចិត្តហេតុអ្វីខ្ញុំកើតមកបកគង់តែទៅភពនឹងមិត្តម៉ែចាំមកផ្ទះគុណម៉ែចាំខ្ញុំមានអាឡ័យលវលពួកម៉ាត់3 4 5នាំគ្នាបង្ហុយផ្សែងដើម្បីឲ្យមានកម្លាំងរាល់យប់ទល់ភ្លឺរហូតដល់ម៉ោង5ចាំមិនភ្លេចខ្ញុំមិនដឹងធ្វើល្មិចខំប្រឹងណាស់ដែរតែនៅតែកព្រិចធ្វើចិត្តឲ្យសប្បាយតែទឹកភ្នែកជ្រេចជ្រេចតែខ្លួនបានសម្រេចគេមិនជឿគេថាល្បិចអ្នកខ្លះគេសើចគេថាខ្ញុំអាយុខើចវាមិនដែលម៉ែអ្នកណាខ្លាំងដល់មិនលឹងឡើយគេថាខ្ញុំប៉ិនបោកខ្ញុំប៉ិនចាក់បដោយអ្នកមិនស្គាល់ជីវិតខ្ញុំមិនយល់អារម្មណ៍ខ្ញុំឡើយតែវាជារឿងធម្មតាសង្គមឆ្កែនឹងឆ្មាកាត់មកមានគ្រោះណាស់យមរាជបានចាខ្ញុំក៏មិនចង់ដែរតែបិសាចអូខ្មាស់ធ្វើឲ្យខ្ញុំឈឺពង្វិញនឹងពុកងឹតតណ្ហាឆានរੂខ្ញុំងើឃើញ